សួស្តីអ្នកទាំងអស់គ្នាខ្ញុំរចនាចឹងថ្ងៃនេះខ្ញុំនឹងមកចែករំលែកអ្នកទាំងអស់គ្នាអំពីការ install FTP នៅក្នុងម៉ាស៊ីន AWS របស់យើងអញ្ចឹងទី1មុននឹងយើងអាចធ្វើការបានយើងត្រូវការ login ជាមួយនឹងនៅក្នុង AWS របស់យើងហ្នឹងយើងដាក់មក login ចូលរួចហើយយើងចូល EC2 បន្ទាប់មកយើងចូល instance អញ្ចឹងនៅពេលដែលយើងហៅ instance ហើយនេះយើងត្រូវ select យកកន្លែងនេះចុចតាមនេះយក OHO មករួចហើយយើង scroll មកក្រោម security group ដើម្បីយើងបង្កើត security group មួយអញ្ចឹងឥឡូវយើងចូលមកដល់ security group ហើយយើងដាក់ឈ្មោះមកអញ្ចឹងយើងធ្វើការដាក់ឈ្មោះនឹងសេចល្អលើអ្នកទាំងអស់គ្នាទេចង់ដាក់ឈ្មោះអីក៏បានដែរអញ្ចឹងយើងដាក់ own security group មួយទៀត description នេះយើងដាក់អីក៏បានដែរអញ្ចឹងឥឡូវដាក់ឲ្យ learning តោះបន្ទាប់ពី learning ហើយមួយទៀតយើង scroll មកក្រោមដូចជាអស់អីហើយអញ្ចឹងពេលដែលយើងអស់អីហើយយើងចុច create វិញមកអូខេអញ្ចឹងកន្លែងនេះកំហុសមកមានន័យថាខ្ញុំធ្លាប់ដាក់អាហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំធ្វើការដូរឈ្មោះវាបន្តិចខ្ញុំថែមដាក់ឲ្យ my own ចុះដោយសារឈ្មោះមួយហ្នឹងធ្លាប់ create ហើយអញ្ចឹងខ្ញុំ create មកហើយយើងចាំឲ្យវាពេញ success អូខេឥឡូវបន្ទាប់ពីយើង success ហើយយើងចូល instance យើងវិញដើម្បីបង្កើតឡើង instance មួយចឹងយើងបង្កើតនេះមកយើងដាក់ឈ្មោះ web server របស់យើងណាអញ្ចឹងយើងដាក់ឲ្យ FTP server អូខេអញ្ចឹងអ្នកទាំងអស់គ្នាអាចដាក់អីក៏បានដែរតាមចិត្តឲ្យអ្នកទាំងអស់គ្នាចឹងឥឡូវយើងថែម instance ពីក្រោយទៀតអញ្ចឹងដាក់នឹង FTP instance អូខេរួចហើយយើងជ្រើសរើសយកយើងបន្ទូបន្ទូមករួចហើយយើង scroll មកក្រោមទៀតអញ្ចឹងមកក្រោមទៀតយើងមើលថាយើងត្រូវថែមអីទៀតអញ្ចឹងទី1កន្លែងនេះយើងត្រូវយើងហៅនេះមាន eCPU 1 Gigabit អញ្ចឹងឥឡូវយើងធ្វើការ create key វាមួយដើម្បីទុកឲ្យសម្រាប់យើងយកទៅremote ជាមួយ SH អញ្ចឹងយើងដាក់ឈ្មោះអញ្ចឹងEC2 remote ដាក់ប៉ុណ្ណឹងអូខេអញ្ចឹងយើងជ្រើសរើសតាមនោះអស់ហើយយើង create អូខេបន្ទាប់ពីយើង download បានហើយនេះគឺអីដែលយើង download ហើយអញ្ចឹងយើង scroll មកនេះគឺមុននឹងយើងបង្កើត security group ឥឡូវយើងមក select យក security group របស់យើងអញ្ចឹងមិញខ្ញុំដាក់ my own security group នេះឥឡូវយើងឃើញហើយយើង select យកវាមកតោះអញ្ចឹងបន្ទាប់ពី select ហើយយើង scroll មកខាងទៅយើងនឹងឃើញ configure storage អូខេហើយយើង add new volume បន្ទាប់ពី add new volume ហើយយើងដាក់តាមអីដែលយើងត្រូវការប្រើប្រាស់អញ្ចឹងខ្ញុំធ្វើការដាក់20អូខេបន្ទាប់ពីរួចរាល់អស់ហើយយើងឡើងឈ្មោះមកអូខេអញ្ចឹងយើងធ្វើការចាំវាបន្តិចសិនអូខេបន្ទាប់ពី success ហើយយើងចូល instance បន្ទាប់ពី instance ហើយយើងមើលយកអ្នកវាពុំមកអញ្ចឹងយើង refresh វាមកចាំរហូតដល់នឹងពេញហើយហើយយើងទៅមុខតទៀតអញ្ចឹងយើងធ្វើការចាំវាមួយផ្លែតសិនអូខេអញ្ចឹងយើងធ្វើការ check ទាំងអស់ហើយ check ទៅនៅពេលដែលវាពេញហើយយើងចុចចូលនៅក្នុងនេះយើងចុច connect ដើម្បីយើង copy ហើយ C8 មកហើយនឹង S8 យកទៅ connect ជាមួយនឹង S8 របស់យើងហ
ហើយទី1យើងមកមើល IP របស់យើងអញ្ចឹងដើម្បីងាយស្រួលខ្ញុំធ្វើការ copy IP ខ្ញុំទៅកុំឲ្យខ្ជិលបាក់ចូលបន្តិចអញ្ចឹងខ្ញុំ copy IP អូខេខ្ញុំទៅយើង copy IP ហើយយើងចូលមក SH client របស់យើង copy CH node របស់យើងចឹងបន្ទាប់ពីយើង copy រួចរាល់ហើយយើងធ្វើការចូលវិបត្តិយើងមកដើម្បីធ្វើការកំណត់នៅ state នេះគឺតែយើងរៀនមកអញ្ចឹងឯកសារដែលខ្ញុំបាន download key របស់វាហ្នឹងខ្ញុំ download ដាក់នៅក្នុង download ក្នុងការយកឡើងសិនអញ្ចឹងខ្ញុំធ្វើការ cd ចូល download សិនដាក់ CD ដើម្បីហើយស្លាប់ខ្ញុំsecurity ចឹងយើងធ្វើការចូលមក security របស់យើងអញ្ចឹងយើងต้องមាន rules របស់យើងអញ្ចឹងយើងចូលមក edit យើងសិន edit rule របស់យើងអូខេអញ្ចឹងនេះគឺ add on ចឹងកន្លែង tag នេះRTCP នេះយើងsẽយកចូលពីមកហើយយើងsẽចាំខ្ញុំទៅយកពីហើយចាំទៅវាយទឹករបស់យើងវិញដើម្បី run code SH នេះខ្ញុំចាំបន្តិចខ្ញុំចេញសិន
ចាំវាបន្តទៀតហើយដល់ចប់ទៅអូខេបន្ទាប់ពីយើងនេះហើយយើងធ្វើ screen មួយអញ្ចឹងខ្ញុំធ្វើការចឹងឥឡូវខ្ញុំsudo apt install ហើយយើងធ្វើការ install នៅVSF ចឹងយើងដាក់ yes អស់ហើយមកដើម្បីកុំឲ្យពិបាកចុច yes មកតទៀតចឹងយើងធ្វើការចាំវាសិនឥឡូវបានហើយបន្ទាប់ពីបានហើយយើង clear screen មកអញ្ចឹងយើងធ្វើការCD ចូលទៅ etc អូខេបន្ទាប់ពីចូលដល់ etc ហើយយើងធ្វើការls មកវាថានៅក្នុងហ្នឹងវាមានអីអត់អញ្ចឹង ls dash l8 មកហើយយើងដាក់grade មកអូខេទៀត VS F TP មកហើយយើង enter អូខេអញ្ចឹងយើងបានធ្វើការ copy វាមួយហើយអញ្ចឹងឥឡូវយើងមិនយើងបានកាត់វាមួយអញ្ចឹងឥឡូវយើងធ្វើការ copy តំណែងមួយទៀតមកអញ្ចឹងយើងធ្វើការវាស្ដាយទៅយើងអូខេអញ្ចឹងបានអានេះខ្ញុំដូចជាខ្វះកន្លែងនេះអត់ដក clear អ្នកនរគ្នាយើងនេះទៅយើង enter មកអញ្ចឹងបន្ទាប់ពីយើងនេះហើយយើងធ្វើការនេះវាម្ដងcheck មើលវាអញ្ចឹងនេះយើងមាន2ហើយយើងមានមួយ backup មួយយើងបង្កើតអញ្ចឹងយើងធ្វើការបញ្ចូលកន្លែងខ្លះទៅឲ្យវាយើងnanoវាមកកន្លែងនេះច្រឡំចូលយើងកែតនន័យខ្លះដើម្បីឲ្យវា allow អីចឹងណាអញ្ចឹងទី1នេះកន្លែងនេះ local នេះវា yes ស្រាប់ហើយយើង scroll កន្លែងថ្មីមកក្រោមទៀតមកដើម្បីរកchange អីទៀតអញ្ចឹងនេះកន្លែង right នេះយើង yes ដែរតទៅពី yes ហើយយើង arrow key មកក្រោមទៀតមកចឹងឥឡូវយើង arrow key មកហើយយើងឃើញពាក្យch room local user smart yes ចឹងកន្លែងហ្នឹងយើងដកសញ្ញាធំឈុតពីក្រោយវាមកបន្ទាប់មកយើង arrow key ខិតមុខទៀតដើម្បីcopy តនន័យខ្លះដើម្បីយកទៅដាក់នៅពីក្រោមវាតទៀតចឹងណាចឹងអានេះជាអីនេះអីដែលយើងត្រូវ copy ដាក់ចឹងអ្នកនរគ្នាអាច copy ហ្នឹងមកអូខេហើយមកផាសនៅក្នុងហ្នឹងទៅអូខេអញ្ចឹងបន្ទាប់មកយើង arrow key ទៅក្រោមឲ្យអស់បំផុតក្រោមចុងគេបំផុតហើយយើង copy 3 line នេះយកទៅដាក់តទៀតអូខេអញ្ចឹងអ្នកនរគ្នាផាសមកអូខេចឹងបានហើយអ្នកនរគ្នាសេរីវាតិចទៅឲ្យស្អាតមកហើយអូខេអញ្ចឹងបន្ទាប់ពីបានហើយយើងធ្វើការ control H មកហើយយើងយក yes មកហើយ enter អូខេអញ្ចឹងយើងធ្វើការហើយអស់ហើយអញ្ចឹងបន្ទាប់មកយើងsudo វាមក sudo system restartអូខេនេះខ្ញុំខំបន្តិចអញ្ចឹងយើង sudo system restart មកខ្ញុំច្រឡំ enter យ៉ាងណា
sudo system sudo system ctl restartយើងធ្វើការ restart file ដែលយើងបង្កើតមិញហ៎យើង enter មកអានេះខ្ញុំដូចជាភ្លេច T មួយទៀតយើងកន្លែងខុសតិចយើងធ្វើការខាត់មុខតិចណាអូខេឡើង C នេះយើងដាក់ T ពីមុខ C មកហើយយើង enter មកវាបានហើយអញ្ចឹងបន្ទាប់ពីយើង restart ហើយយើងធ្វើការstatus វាមើលយើងចង់ដឹងថាតើវា active ហើយឬនៅអញ្ចឹងយើងគ្រាន់តែដាក់កន្លែង restart ហ្នឹងយើងដូរដាក់ status វិញណាចឹងយើងclick key status enter ទៅអញ្ចឹងឥឡូវវា run ហើយជំនឿថារបស់យើង active ហើយអញ្ចឹងយើងចូលមក file Salad របស់យើងអូខេបន្ទាប់ពី file Salad ហើយយើងចូល file user site manager អូខេបន្ទាប់ពីមកដល់ file នេះហើយយើងយក new site មកអ្នកទាំងគ្នាចឹង new site ហើយយើងយក new site ហើយយើងអាចដាក់ឈ្មោះវាបានអាកន្លែង site នេះយើងដាក់ឈ្មោះអីក៏បានចឹងខ្ញុំធ្វើការចឹងឡើង protocol ហ្នឹងយើងយក SFTP ហ្នឹងមកហើយកន្លែងនេះយើងយក key file ហើយកន្លែងនេះយើងទាញ key file ដែលយើងបាន download ហ្នឹងមកអញ្ចឹងខ្ញុំទុកនៅ download ខ្ញុំដាក់ឈ្មោះ EC2 remote អញ្ចឹងខ្ញុំ select យកហ្នឹងមកអូខេហើយយើង open បន្ទាប់មកយើងមកដល់user របស់យើងធ្វើការ check user មកអញ្ចឹងដើម្បី check មើល user បានយើងដាក់ who am I អូខេអញ្ចឹង user របស់យើងគឺឈ្មោះUbuntu អញ្ចឹងយើងធ្វើការវាយ Ubuntu ចូលនៅក្នុងកន្លែងuser មកដាក់ Ubuntu ហើយយើងធ្វើការទៅ copy IP ដែលយើងបាន note ទុកហ៎អញ្ចឹងនេះ IP ដែលខ្ញុំ note ទុកយើង copy មកដាក់កន្លែង host អូខេយើងធ្វើការ pass វាមកអញ្ចឹង port វាយើងមិនចាំដាក់ទេដោយសារវា default ក៏បានដែរអញ្ចឹងយើងធ្វើ hide អស់ហើយយើងអូខេហើយយើង select មួយទៀតយើង select do not save password នេះណាអូខេរួចហើយយើងធ្វើការចូលទៅ manage file ម្ដងទៀតដើម្បី connect វាមើលចឹងនឹងថាវាជាប់ឬក៏អត់អញ្ចឹងយើង always មកអូខេអញ្ចឹងយើងចាំវាបន្តិចសិនដើម្បីឲ្យវាដើរអូខេឥឡូវវាបានមកដល់វាមានហើយអញ្ចឹងនេះថាយើងដាក់បានជោគជ័យអញ្ចឹងយើងធ្វើការបង្កើត directory មួយនេះ new directory អញ្ចឹងអ្នកនរគ្នាអាចដាក់ឈ្មោះអីក៏បានដែរសម្រាប់ new directory ហ្នឹងអញ្ចឹងបើសម្រាប់ខ្ញុំដាក់ FTP client អញ្ចឹងបន្ទាប់ហើយយើងដាក់ OK មកអូខេអញ្ចឹងយើង check មើលវាមកហើយអញ្ចឹងនេះរបស់ខ្ញុំមកហើយអញ្ចឹងខ្ញុំធ្វើការបង្កើត file ខ្ញុំធ្វើការបង្កើត file មួយសិនអញ្ចឹងយើង right click មកអូខេយក create new file នេះហើយអញ្ចឹង file ខ្ញុំអញ្ចឹង file ខ្ញុំដាក់ឈ្មោះlearning.txt អូខេតទៅដាក់ហើយយើងអូខេមកអញ្ចឹងឥឡូវយើងចូលមកមើលក្នុងនេះម្ដងក្នុងនេះរបស់យើងអញ្ចឹងយើងសាក comment មើលចង់ដឹងថាយើងបង្កើតមិញវាមានដែរឬក៏អត់
chẳng nhưng thôi ca LS cho mùi của vía ở FTP cả anh miền hói chẳng nhưng thôi ca rồi cho từ khăn ở phụ đỡ mùi nắng ok nhưng sẽ đi chỗ yes nhưng cho một đoạn hết nhưng thôi ca ở LS10 thằng khăn nắng remain file ấy đã được ở mình chắc là remain file và nhóm bàn ở account mình nhận chứ nhóm cat là mình muối chẳng đơn thà không thì nó miền ai rồi chứ nhóm intern á mình chắc là miền ai gì mình chắc lấy nhóm tôi account đặt tay tịch tôi nơi không file lần chứ nhóm là nó lên miếng đợt thì má ok một tập mốt nhung đã sau ấy mình tích chắc FTP và cầm ok chắc bên tập pin này tặng clear tạo phần năng hai ở này ở khi thực cả Ctrl X máu là bay cell viết hay yes tới viên năng màu chắc những thực cả check viên mình tích sáng những cat viết ok cat anh đóng chọn đó thay viên miền ở chẳng ở người thật vì nó intro tới được vì mà chẳng video bằng nhóm nên tập ảnh lắm cho nó cùng